សូមស្វាគមន៍ប្រិយមិត្តមកកាន់ការសង្ខេបរឿងហង្សយន្តមុននឹងយើងចូលទៅដល់ការសង្ខេបរឿងហង្សយន្តរបស់យើងនាំគ្នាមកយល់ដឹងអំពីប្រភពរឿងប្រភេទរឿងចលនាអ្នកនិពន្ធការកំណត់តែងតួអង្គនៅក្នុងរឿងមួយប្រភពរឿងតាមការវិភាគរបស់លោកបណ្ឌិត King Hogdy បានបញ្ចេញមតិថារឿងនេះប្រកាសជាស្នាដៃរបស់ខ្មែររួចមានគេដូចចម្លងប្រែជាភាសាសៀមទើបអ្នកនិពន្ធខ្មែរត្រូវបកប្រែមកជាពាក្យដើមវិញដើម្បីកុំឲ្យបាត់បង់សម្បត្តិអក្សរសាស្ត្រខ្មែរពីប្រភេទរឿងនេះជាប្រភេទកាមនិទានឬប្រលោមលោកបែបបុរាណឬសាស្ត្រាល្បែង3ចលនារឿងនេះស្ថិតក្នុងចលនាពុទ្ធនិយម4អ្នកនិពន្ធរឿងនេះបាននិពន្ធដោយចៅយមប៊ុនភក្តីអុក5ការកំណត់តែងរឿងនេះបានតាក់តែងនៅសតវត្សទី17 6តួអង្គនៅក្នុងរឿងនេះមានដូចជាព្រះបាទអាទិត្យវង្សាជាព្រះមហាក្សត្រនៅទេពបុរីព្រះនាងពំពាជាមហេសីព្រះបាទអាទិត្យវង្សាព្រះសុវណ្ណកុមារជាបុត្រព្រះអាទិត្យវង្សាជាមួយនឹងនាងពំពាជាស្វាមីរបស់នាងបទុមកេសរនិងជាបិតាចៅក្រឹស្នកុមារបទុមកេសរជាបុត្រព្រះចៅក្រុងបិចាលនិងជាមហេសីសុវណ្ណកុមារចៅក្រឹស្នកុមារជាបុត្ររបស់សុវណ្ណកុមារនិងនាងបទុមកេសរនិងជាបុត្រចិញ្ចឹមរបស់ព្រះបាទព្រហ្មទត្តព្រះចៅក្រុងបញ្ចាជាមហាក្សត្រសោយរាជ្យនៅនគរបញ្ចានិងជាបិតានាងបទុមកេសរព្រះបាទព្រហ្មទត្តជាស្ដេចដែលសោយរាជ្យនៅនគរពារាណសីចៅសមុទ្រកូចរជាអ្នកជួយសង្គ្រោះសុវណ្ណកុមារពីសមុទ្រចៅសាកោពាណិជ្ជជាអ្នកស្រង់ហង្សយន្តយីមេលាជាអ្នកក្រងភូមិផ្កាស្លាថ្វាយស្ដេចនិងជាអ្នកជួយយកអាសានាងបទុមកេសរព្រះហរាជាបុរោហិតព្រះចៅក្រុងបច្ចាលមុននឹងយើងចូលដល់សេចក្តីសង្ខេបរឿងរបស់យើងអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច like subscribe ម្នាក់មួយផងណាសម្រាប់ទុកជាការលើកទឹកចិត្តហើយឆ្នៃខ្ញុំក៏សូមអភ័យទោសរាល់ពាក្យពេចន៍ដែលបានកើតឡើងដោយអចេតនានៅក្នុងវីដេអូតោះឥឡូវនេះយើងចូលទៅដល់ការសង្ខេបរឿងយើងតែម្ដងក្នុងអតីតកាលដ៏យូរលង់មានមហាក្សត្រមួយអង្គព្រះនាមអាទិត្យវង្សាសោយរាជ្យនៅនគរទេពបុរីមហាក្សត្រអង្គនោះជាស្ដេចមានឫទ្ធិជាស្ដាមាននគរចំណុះ101និងមានស្រីស្នំចំនួន6000នាក់ទ្រង់មានមហេសីព្រះនាមពំពាតែជាអកុសលគឺទ្រង់ពុំមានព្រះរាជបុត្រមួយអង្គសោះសម្រាប់សងរាជ្យធ្វើឲ្យទ្រង់មានក្តីកង្វល់ជាពន់ពេកសម័យថ្ងៃមួយទ្រង់បានពិគ្រោះដោះស្រាយជាមួយនិមឺនសពមុខមន្ត្រីអំពីបញ្ហានេះទើបលោកមន្ត្រីមួយរូបបានលើកយោបល់ថាគួរមានពិធីបន់ស្រន់ថ្វាយទេវតាសូមបុត្រាដោយឲ្យព្រះមហេសីនិងស្រីស្នំទាំងអស់ចាំសិលភាវនាស្នំទាំងអស់ពិសេសព្រះនាងពំពាបានប្រតិបត្តិការបួងសួងនិងយកចិត្តទុកដាក់រហូតធ្វើឲ្យកក្រោកដល់ឋានទេវតាពេលនោះព្រះអិនកោសីក៏បានទៅអទនាទេវបុត្រឲ្យចុះមកចាប់បដិសន្ធិនៅក្នុងគភ៌ព្រះនាងពំពាជាបុត្ររបស់ព្រះអាទិត្យវង្សាលុះព្រះរាជបុត្រគ្រប់ទសមាសទ្រង់បានប្រសូតមានរូបកាយភ្លឺដូចមាសទៅព្រានបុរោហិតទាំងឡាយដាក់ព្រះនាមឲ្យថាសុវណ្ណកុមារព្រះសុវណ្ណកុមារទ្រង់ចម្រើនវ័យវន្តការក្រោមការបីបាច់ដ៏ល្អឥតខ្ចោះនៅពេលព្រះសុវណ្ណកុមារពេញវ័យព្រះបាទអាទិត្យវង្សាទ្រង់មានបំណងជ្រើសរើសមហេសីថ្វាយបុត្រាក៏បង្គាប់ក្សត្រចំណុះទាំង101នគរនាំបុត្រីមកឲ្យព្រះសុវណ្ណកុមារជ្រើសរើសតែពុំមានក្សត្រីអង្គណាជាទីពេញព្រះទ័យនៃព្រះសុវណ្ណកុមារឡើយមានតែទទួលក្តីអាម៉ាស់ដោយការថ្មេះដៀលពីព្រះសុវណ្ណកុមារទៅវិញដែលធ្វើឲ្យព្រះបាទអាទិត្យវង្សាមានការពិរោធនិងទ្រង់ជាខ្លាំងចំណេរការមកមិនយូរប៉ុន្មានក្នុងរាជវាំងមានជាងតោង2នាក់មានជំនាញរៀងៗខ្លួនក្នុងការកសាងជាវត្ថុសិល្បៈផ្សេងៗមានទំនាស់គ្នារវាងចំណេះរៀងៗខ្លួនដែលនាំឲ្យលឺដល់ព្រះមហាក្សត្រទ្រង់ក៏ចាត់ចែងឲ្យជាងទាំងពីរប្រឡងសាកល្បងគ្នាដោយប្រទានសម្ភារៈតាមតម្រូវការ
ជាងម្នាក់បានសាងសង់ជាវិមានដែលរំលេចដោយក្បោសក្បាច់រចនាល្អគ្មានពីរស្រោបដោយមាសនិងត្បូងទន្ទឹមភ្លឺរន្ទាឆ្អិនឆ្អៅហាក់បីដូចជាទិព្វវិមានរបស់សត្វទេវតាចំណែកឯជាងមួយរូបទៀតសាងសង់រូបបក្សីធ្វើអំពីមាសរំលេចដោយត្បូងចល័យហើយបក្សីទាំងនោះអាចហោះហើរលើអាកាសសពទិសាបានតាមចិត្តប្រាថ្នាមានចលនាដូចជាសត្វពិតឬរដ្ឋិដូចជាសត្វទេពព្រះមហាក្សត្រទ្រង់មានអំណរក្រៃហើយទ្រង់បានឲ្យជាងទាំងពីរសហការគ្នាសាងជារូបហង្សយន្តដែលអាចឲ្យមនុស្សជិះបានថ្វាយទ្រង់ឯជាងទាំងពីរក៏បានសាងសង់ជាបក្សីយន្តតាមព្រះរាជបំណងហង្សយន្តមាសដែលរំលេចដោយក្បូរក្បាច់យ៉ាងវិចិត្រគ្មានពីរភ្លឺរន្ទាលអាចឲ្យមនុស្សអាស្រ័យហោះហើរទៅគ្រប់ទីស្ថានបានតាមចិត្តប្រាថ្នាឯរាជបុត្រការឃើញយានទិព្វក៏ទូលសូមព្រះបិតាបំណងយកយានហង្សយន្តនេះទៅស្វែងរករៀនសិលវិជ្ជាការចំណេះវិជ្ជាផ្សេងនិងរកទេពីជាទីពេញព្រះទ័យហើយមាតាបិតាក៏ព្រះរាជទានតាមបំណងក្រោយពីបានហង្សយន្តព្រះសុវណ្ណកុមារទ្រង់ធ្វើដំណើរយ៉ាងរីករាយទតធម្មជាតិហើយរៀបរាប់សរសើរជាហូរហែលុះបន្ទាប់មកទៀតទ្រង់ក៏ដល់បញ្ចាលនគរដែលជាទីព្រះបាទបញ្ចាលគ្រប់គ្រងទ្រង់បានទៅសំណាក់ជាមួយព្រានមួយរូបក្រោយមកជាឪពុកធម៌របស់ទ្រង់ដោយទ្រង់ជាបុគ្គលមានភាពឧស្សាហ៍ព្យាយាមក្នុងការសិក្សាហើយមានប្រាជ្ញាលើសពីមនុស្សទាំងពួងផងទ្រង់ក៏បានចេះចាំស្ទាត់ជំនាញអំពីវិជ្ជាការទាំងប៉ុន្មានឥតចន្លោះហើយត្រូវឪពុកធម៌របស់ទ្រង់នាំទៅថ្វាយព្រះបាទបញ្ចាលដើម្បីឲ្យសុវណ្ណកុមារកាន់តួនាទីជំនួសលោកឯព្រះបាទបញ្ចាលទៀតសោតក៏សឹងតែពេញចិត្តទាំងសមត្ថភាពរូបសម្បត្តិនិងអត្ថចរិតរបស់ព្រះសុវណ្ណកុមារជាពន់ពេកតែទ្រង់ពុំជ្រាបថាសុវណ្ណកុមារជាអម្បូរក្សត្រនាំឲ្យទ្រង់ស្ដាយដែលពុំអាចឲ្យព្រះសុវណ្ណកុមារធ្វើជារាជសន្និសាបានថ្លែងពីព្រះបាទបញ្ចាលទ្រង់មានព្រះរាជបុត្រីមួយព្រះអង្គប្រកបដោយរូបសម្បត្តិល្អលើសទេពធីតាឋានសួគ៌ទៅទៀតទ្រង់មានព្រះនាមថាបុទុមកេសរនៅពេលដែលព្រះសុវណ្ណកុមារចូលដល់ព្រះរាជវាំងព្រះនាងមានការចាប់ព្រះទ័យយ៉ាងចម្លែកទាំងរូបសម្បត្តិទាំងចរិយាសម្បត្តិរកពីដែលធ្វើឲ្យព្រះនាងយល់ថាព្រះសុវណ្ណកុមារប្រកាសជាចេញមកអំពីត្រកូលរបស់ក្សត្រណាមួយជាក់ជាមិនខានដោយទំហំនៃសេចក្តីស្រឡាញ់ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃធ្វើឲ្យព្រះនាងស្រពាប់ស្រពោនក្រៃនាងភាលៀងកាលបើឃើញម្ចាស់ស្រីមានទុក្ខក៏ធ្វើជាអ្នកនាំពាក្យពីព្រះនាងបុទុមកេសរទៅព្រះសុវណ្ណកុមារដោយប្រការផ្សេងព្រះសុវណ្ណកុមារក៏បានមកជួបហើយលួងលោមធីតាក្នុងផ្លូវកាមគុណព្រះនាងចេះតែរកហេតុផលមកពន្យល់តែព្រះសុវណ្ណកុមារធ្វើជាខឹងទៅព្រះនាងព្រមព្រះសុវណ្ណកុមារតែងតែមកជួបធីតាតាមហង្សយន្តជារៀងរាល់រាត្រីរហូតព្រះនាងមានគភ៌ចិត្តគ្រប់ខែទៅបានជ្រាបដល់ព្រះចៅបញ្ចាលទ្រង់ពិរោធជាខ្លាំងក៏ប្រើល្បិចឲ្យចាប់ព្រះសុវណ្ណកុមារហើយឲ្យពេជ្ឈឃាតនាំខ្លួនទៅសម្លាប់ព្រះសុវណ្ណកុមារទ្រង់មានវិបដិសារីជាពន់ពេកម្យ៉ាងនឹកដល់មេដាបិតាឯនាយម្យ៉ាងស្ដាយភរិយាឯព្រះនាងបុទុមកេសរក៏ទួញសោកបោកខ្លួនស្ដាយសុវណ្ណកុមារដែរឯមេដាព្រះនាងបុទុមកេសរក៏ជួយអង្វរសុំការលើកលែងទោសតែព្រះបាទបញ្ចាលពុំព្រមលើកលែងទោសឲ្យឡើយថ្លែងពីពេជ្ឈឃាតពេលនាំសុវណ្ណកុមារទៅសម្លាប់ត្រូវសុវណ្ណកុមារបោកបញ្ឆោតហើយឡើងជិះហង្សយន្តទៅយកព្រះនាងបុទុមកេសររួចហោះប្រទក្សិណ3ជុំប្រាសាទព្រះបញ្ចាលដោយសុវណ្ណកុមារដៀលប្រាសានិងគំរាមដោយប្រការផ្សេងៗធ្វើឲ្យព្រះបាទបញ្ចាលផិតភ័យតកមាឯសុវណ្ណកុមារក៏នាំព្រះនាងបុទុមកេសរហោះទៅកាន់នគរទេពបុរីរបស់ទ្រង់
លុះធ្វើដំណើរបាន7ថ្ងៃនាងបទុមកេសរក៏ឈឺពោះឆ្លងទន្លេសុវណ្ណកុមារក៏ឈប់សំចតនៅក្នុងខេត្តខណ្ឌហេមពាន្តក្រោមដើមជ្រៃក្នុងព្រៃគ្រឹស្នាខាងឆ្នេរព្រះគង្គីរគឺស្រះបោកខរណីដោយឃើញបទុមកេសរនិងបុត្រាមានភាពរងាញាក់ញ័រសុវណ្ណកុមារបានអាស្រ័យដោយហង្សយន្តទៅយកភ្លើងពីនាយសំពៅនាកណ្ដាលមហាសាគរតែជាកម្មអកុសលព្រះអគ្គីបានឆេះឆាបខ្សែបញ្ជាហង្សយន្តធ្វើឲ្យព្រះសុវណ្ណកុមារនិងហង្សយន្តធ្លាក់ទៅក្នុងទឹកហូរទៅកាន់កន្លែងទីតីពីគ្នាព្រះសុវណ្ណកុមារត្រូវបាននាយសមុទ្រគោចរជួយសង្គ្រោះហើយហង្សយន្តត្រូវនាយពិនិត្យស្រង់បានតែពុំបានដឹងពីគុណប្រយោជន៍ឡើយនាងបទុមកេសរកាលចាំព្រះស្វាមីបាត់ពុំឃើញត្រឡប់មកវិញក៏ទួញសោយសោកហើយដើររកស្វាមីដោយទុកកូនក្រោមដើមគ្រឹស្នានាព្រៃនោះថ្លែងពីព្រះចៅព្រហ្មទត្តស្ដេចនៃនគរពារាណសីក្នុងពេលទ្រង់យាងក្រសាលនៅក្នុងដងព្រៃនោះក៏ឃើញបុត្ររបស់បទុមកេសរទ្រង់ក៏បានរះទារកនោះយកមកចិញ្ចឹមហើយដាក់ព្រះនាមថាចៅក្រឹស្នកុមារទ្រង់ស្រឡាញ់បុត្រក្រៃពេកព្រោះទារកនោះមានរូបសម្បត្តិល្អល្អះសម្បុរដូចមាសម្យ៉ាងទ្រង់ពុំមានបុត្រផងលុះព្រះនាងបទុមកេសរមកវិញរកកូនមិនឃើញក៏សន្លប់បាត់ស្មារតីពេលដែលនាងភ្ញាក់រំលឹកឡើងក៏ដើរតាមស្នាមដានជើងរហូតមកដល់នគរពារាណសីហើយស្នាក់នៅជាមួយយាយមាលាជាអ្នកក្រងផ្កាថ្វាយស្ដេចដើម្បីរងចាំឱកាសជួបជាមួយនឹងចៅក្រឹស្នកុមារក្នុងពេលនៅជាមួយយាយមាលានាងក្រងផ្កាថ្វាយស្ដេចជំនួសយាយមាលាយ៉ាងប៉ិនប្រសប់ជាហេតុនាំឲ្យស្ដេចចង់ជួបនាងតែត្រូវយាយមាលាកុហកថានាងជាស្ត្រីមេម៉ាយហើយមានរូបអាក្រក់ក្រៃព្រោះពុំមែនជាឱភាសល្អនាងនៅជាមួយយាយមាលាអស់រយៈពេល16ឆ្នាំពេលនោះចៅក្រឹស្នកុមារក៏ចម្រើនវ័យគ្រប់ការទើបព្រះបាទព្រហ្មទត្តទ្រង់ត្រាស់ឲ្យស្ដេចនៃនគរចំណោះទាំង101នាំបុត្រីដែលពេញវ័យគ្រប់ការមកថ្វាយតែពុំមានសំបីមួយអង្គដែលធ្វើឲ្យព្រះចៅក្រឹស្នាពេញចិត្តសោះឡើយទើបព្រះបាទព្រហ្មទត្តបញ្ជាឲ្យរាជអាមាត្យដើររករកស្រីល្អនៅក្នុងនគរមកថ្វាយឯរាជអាមាត្យក្រាបថ្វាយទូលព្រះមហាក្សត្រថាក្នុងនគរពារាណសីនេះពុំមាននារីឯណាដែលមានសម្រស់ស្រស់ស្អាតស្មើនឹងនាងបទុមកេសរជាចៅយាយមាលាសោះឡើយតែទ្រង់ពុំជឿលុះអាមាត្យនាំនាងមកទើបទ្រង់ជឿចៅក្រឹស្នកុមារក៏សឹងពេញចិត្តគ្មានប្រកែកហើយព្រះបាទព្រហ្មទត្តទ្រង់ថ្មេះដៀលចេយាយមាលាជាច្រើនដែលហ៊ានភូតកុហកទ្រង់ក្រោយពីបានរៀបចំរាជអភិសេកចៅក្រឹស្នកុមារនិងនាងបទុមកេសរព្រះបាទព្រហ្មទត្តក៏បានប្រគល់រាជសម្បត្តិថ្វាយចៅក្រឹស្នកុមារផងឲ្យគ្រប់គ្រងនគរពារាណសីក្នុងវេលារាត្រីផ្សាប់ដំណេកខណៈដែលចៅក្រឹស្នកុមារសម្ដៅទៅប្រាសាទនាងបទុមកេសរក៏ស្រាប់តែមានទេវតាមកនិមិត្តទេពហេតុ3ប្រការជាព្រះស្នាដល់ចៅក្រឹស្នកុមារជាហេតុនាំឲ្យទ្រង់និងនាងបទុមកេសរបានស្គាល់គ្នាជាម្ដាយនិងកូនក្រោយមកនាងបទុមកេសរនិងចៅក្រឹស្នកុមារបានសាងសង់ជាសាលាឆទានដោយមានឆ្លាក់ជាសាច់រឿងនៃឆាកជីវិតរបស់នាងនិងស្វាមីក្នុងគោលបំណងឲ្យសុវណ្ណកុមារបានឃើញហើយឲ្យយាយមាលាជាអ្នកគ្រប់គ្រងសាលានោះថ្លែងពីនាយសាគរពាណិជ្ជដែលរាប់បានហង្សយន្តក៏បានយកទៅថ្វាយព្រះបាទព្រហ្មទត្តហើយទ្រង់បានឲ្យចៅក្រឹស្នកុមារជាអ្នកថែរក្សាឯនាយសមុទ្រគោចរក៏បានចូលសំពៅមកដល់នគរពារាណសីដើម្បីដោះដូរទំនិញដែលនាំឲ្យសុវណ្ណកុមារបានឃើញនៅរឿងរ៉ាវដែលឆ្លាក់ជាប់សាលាឆទានហើយត្រូវបានយាយមាលានាំទៅជួបនាងបទុមកេសរនិងចៅក្រឹស្នកុមារដោយក្តីនឹករលឹក
គ្នាក្សត្រទាំង3អង្គក៏បានសោយសោករហូតដល់សន្លប់ទាំង3អង្គដែលត្រូវព្រះឥន្ទ្រាធិរាជប្រោសឲ្យរស់វិញទាំងអស់ឯព្រះបាទព្រហ្មទត្តទ្រង់បានឲ្យអាមាត្យមកសាកសួរតែចៅក្រឹស្នកុមារទូលថាជាបងរបស់នាងបទុមកេសរចៅក្រឹស្នកុមារបានយកហង្សយន្តមកថ្វាយសុវណ្ណកុមារជួសជុលឯនាងបទុមរៀបចំស្បៀងអាហារក្នុងពេលធ្វើដំណើរហើយនាងបានឲ្យរង្វាន់ដល់នាយសំពៅទាំងពីរនិងយាយមាលាជាច្រើនចំណែកចៅក្រឹស្នកុមារក៏បានសរសេរសម្បត្តិបិទជាប់ទ្វារប្រាសាទថ្វាយព្រះបាទព្រហ្មទត្តហើយទាំង3អង្គអាស្រ័យដោយហង្សយន្តហោះសំដៅទៅទិសឧត្តរទៅទេពបុរីអស់មួយរយៈពេលព្រះបាទព្រហ្មទត្តទ្រង់ទួញអាល័យបុត្រក្រៃពេកលុះដល់ទេពបុរីក្សត្រទាំង5អង្គបានព្រះកន្សែងលុះសន្លប់ស្មារតីទាំងអស់គ្នាក្រោយពីធ្វើពិធីចិញ្ចត់ព្រលឹងព្រះបាទអាទិត្យវង្សាបានផ្ទេររាជបល្ល័ង្កថ្វាយសុវណ្ណកុមារនិងចៅក្រឹស្នកុមារជាឧបរាជបានសេចក្តីសុខសាន្តលុះមរណារៀងៗខ្លួនក៏យន្តគោកំណើតតាមផលកម្មគឺព្រះអាទិត្យវង្សាជាព្រះបាទសទ្ធោនាងពំពាជាមហេមីយាព្រហ្មទត្តជាអានន្ទព្រះឥន្ទជាអនុរុទ្ធនាងបទុមជាយសោធារាចៅក្រឹស្នកុមារជារាហូកុមារព្រះបាទបញ្ចាលជាទេវទត្តឥន្ទរថីឯសុវណ្ណកុមារជាព្រះសាមណគោតមនេះឯងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូមួយនេះសូមកុំភ្លេចចុច like subscribe និង follow ម្នាក់មួយផងណាអរគុណគោរពជម្រាបលា